បងប្អូនណាខ្លះដូចជានាងខ្ញុំពីមុនយើងធ្លាប់គិតថាចង់បានប្រាក់ចំណូលបន្ថែមគេមានតែការធ្វើការងារថែមម៉ោងឬក៏រកការងារបន្ថែមទៅលើទៀតបងប្អូនធ្វើការពី3កន្លែងក្នុងពេលតែមួយអញ្ចឹងណាមួយថ្ងៃធ្វើការពីកន្លែងពីការងារមួយទៅកន្លែងការងារមួយទៀតដើម្បីរកប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គង់គេហៅថាជីវភាពចាយវាប្រចាំថ្ងៃរបស់យើងក៏ដូចជាគ្រួសាររបស់យើងជួយសម្រាប់ទុកធរៈនៅក្នុងការបង់ bill បង់អីផ្សេងអញ្ចឹងទៅប៉ុន្តែការធ្វើបែបហ្នឹងបងប្អូនវាអាចឲ្យយើងរកប្រាក់ចំណូលបានបន្ថែមពីលើប្រាក់ចំណូលដែលយើងទទួលបានពីធ្វើការងារមួយកន្លែងក៏ពិតមែនប៉ុន្តែអ្វីដែលយើងបាត់បង់គឺពេលវេលារបស់យើងសងតែទាំងអស់គឺនៅកន្លែងធ្វើការគឺអត់មានពេលវេលាជួបជុំក្រុមគ្រួសារឬក៏បងប្អូនមានកូនចឹងអត់មានពេលវេលាឲ្យកូនឬក៏ពុកម្ដាយទេពីព្រោះពេលវេលាសង់របស់យើងទាំងអស់ហ្នឹងគឺនៅកន្លែងការងារតែម្ដងអញ្ចឹងជីវិតរបស់យើងគឺមានអីបងប្អូនមានតែសម្រាប់នៅផ្ទះងើបពីគេងហើយរៀបចំខ្លួនទៅធ្វើការហើយពីកន្លែងការងារមួយទៅកន្លែងការងារមួយទៀតហើយបញ្ចប់ការងារហើយគឺមកផ្ទះសម្រាប់ហើយស្អែកឡើងគឺទៅ repeat ដដែលបងប្អូនគឺនិយាយរួមទៅគឺនេះការរបស់យើងគឺធ្វើជុំតែម្ដងអត់មានពេលវេលាសម្រាប់មើលថែសុខភាពខ្លួនឯងពេលវេលាបង្កើតអនុស្សាវរីយ៍ជាមួយនឹងក្រុមគ្រួសារទេហើយសួរថាការធ្វើការងារយូរម៉ោងក្នុងមួយថ្ងៃហើយធ្វើពី3កន្លែងសួរថាយើងអាចរកប្រាក់ចំណូលបានដ៏ច្រើនលើសលប់ដែលយើងអាចបានមកហើយយើងអាចសន្សំទុកឲ្យបានច្រើនហើយអាចក្នុងរយៈពេល5ឆ្នាំឬក៏10ឆ្នាំអីទៅយើងអាចមានជីវិតគេហៅថាមានផ្នែកហិរញ្ញវត្ថុដែលវា secure ដែលអត់ថិតថេរអញ្ចឹងបងប្អូនបើសិនជាយើងឈប់ធ្វើការហើយយើងអត់ធ្វើការពី3កន្លែងដូចមុនទៀតឬក៏យើងចង់ទៅ holiday ជាក្រុមជុំក្រុមគ្រួសារអីយូរខែអីអញ្ចឹងសួរថាយើងអាចប្រាក់ដែលយើងខំសន្សំឬក៏យើងខំធ្វើការងារច្រើនម៉ោងច្រើនកន្លែងហ្នឹងសួរថាវាអាចឲ្យជីវិតយើងទៅដល់គោលដៅមួយដែលយើងមានការតែសេរីភាពពេលវេលាសេរីភាពហិរញ្ញវត្ថុរហូតដល់ប្រហែលឆ្នាំបងប្អូនសម្រាប់ខ្ញុំធ្លាប់ធ្វើការបែបហ្នឹងគឺធ្វើការ3កន្លែងគឺស្របពេលតែម្ដងមានទាំង full time មានទាំង casual មានទាំង part time បងប្អូនបើយើងផ្ដោតទៅលើការធ្វើការងារតែមួយយ៉ាងហើយយកពេលវេលារបស់យើងទៅដោះដូរជាមួយនឹងគេហៅថា pay check បងប្អូនយើងខំធ្វើការយូរប៉ុណ្ណាក៏វាប្រើពេលវេលាយូរអង្វែងតម្រាំតែយើងអាចទៅដល់គោលដៅមួយរស់នៅក្នុងជីវិតមួយដែលយើងចង់បានអញ្ចឹងណាប៉ុន្តែនៅក្នុងសម័យបច្ចុប្បន្ននេះជាមួយនឹងគេហៅថាប្រព័ន្ធអ៊ីនធឺណិតប្រព័ន្ធ digital គឺវាធ្វើឲ្យយើងមានការងាយស្រួលនៅក្នុងការរកប្រាក់ចំណូលបន្ថែមផ្សេងពីការងារធ្វើការពីការធ្វើការងារតែមួយមុខអញ្ចឹងបងប្អូន